ពិភពលោកតែម្ដងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបកអាក្រាតទង្វើកងទ័ពថៃលើទឹកដីកម្ពុជាចំពេលជួបលោកដូណាល់ត្រាំថាតើមានអ្វីកើតឡើងនៅព្រំដែនលោកហ៊ុនម៉ាណែតបង្ហាញផុសតាងដែលថៃមិនអាចប្រកែកបានពីរឿងរំលោភអធិបតេយ្យភាពកម្ពុជាទៅកាន់កាសែតយៈរ៉ុយទ័រត្រូវបានបណ្ដាសារព័ត៌មាននានាចុះផ្សាយបន្តប្រងព្រាតជុំវិញពិភពលោកតែម្ដងចឹងទេថៃបាក់មុខភ័យស្លន់ស្លោទៅនឹងការទូតកម្ពុជាប្រាប់បណ្ដាប្រទេសនានាទាំងអស់ថាថៃពិតជាបានរំលោភបំពានកិច្ចព្រមព្រៀងបទជបាញ់រំលោភអធិបតេយ្យភាពកម្ពុជាពីទីក្រុងវ៉ាស៊ីនតោនមកភ្នំពេញប្រិមិត្តជាទីមេត្រីសារដ៏មុតស្រួចរបស់មេដឹកនាំកម្ពុជាជុំវិញបញ្ហាព្រំដែននិងមជ្ឈមណ្ឌលឆបោកអនឡាញនេះគឺជាដំណឹងថ្មីដែលកំពុងតែធ្វើឲ្យប្រទេសថៃភ័យស្លន់ស្លោចំពោះវត្តមានកម្ពុជាបកអាក្រាតការពិតទៅកាន់ពិភពលោកនានាថាថៃឈ្លានពានកម្ពុជាទៅកាន់កាសែតយៈរ៉ុយទ័រដែលនឹងបកប្រែរាយការណ៍ចែកជូនពុកម៉ែបងប្អូនទាំងគ្នានាថ្ងៃទី18កុម្ភៈ2026ម៉ោង 11:46 នាទីព្រឹកទៅហើយប្រិមិត្តសែជាបន្ទាន់ពាក់ព័ន្ធទៅនឹងដំណឹងដ៏ល្អមួយនេះឲ្យថៃវាភ័យស្លន់ស្លោបន្តិចទៅមើលឥឡូវទៅស្ដាប់នាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានថ្លែងប្រាប់អ្នកសារព័ត៌មានរ៉ុយទ័រនៅថ្ងៃអង្គារនេះថាកងកម្លាំងថៃកំពុងបន្តវត្តមានលើទឹកដីកម្ពុជាបន្ទាប់ពីមានការផ្ទុះអាវុធកាលពីឆ្នាំមុនបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏ដោយលោកបានអំពាវនាវឲ្យភាគីថៃអនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួម JBC ចាប់ផ្ដើមប្រតិបត្តិការនៅតាមតំបន់ព្រំដែនដែលមានចំនួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលោកហ៊ុនម៉ាណែតដែលបានទទួលតំណែងបន្តពីឪពុករបស់លោកនៅឆ្នាំ2023បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏កក់ក្ដៅជាមួយទីក្រុងវ៉ាស៊ីនតោននិងបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកកំពុងមមាញឹកក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលបានរីករាលដាលនៅក្នុងប្រទេសលោកហ៊ុនម៉ាណែតបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំកៅថាក្រុមប្រឹក្សាសន្តិភាពពិភពលោក Board of Peace ប្រិមិត្តនេះគឺជាការអញ្ជើញរបស់លោកត្រាំទៅកាន់អាមេរិកដើម្បីឲ្យកម្ពុជាចូលរួមចំពោះកិច្ចប្រជុំមួយនឹងនៅសប្តាហ៍នឹងប្រហែលជាថ្ងៃស្អែកហ្នឹងនេះប្រហែលជាថ្ងៃស្អែកហ្នឹងហើយប្រជុំលោកបានសម្ដែងក្តីសង្ឃឹមថាស្ថាប័នថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយស្ថានភាពនៅតាមព្រំដែនដែលលោកបានពិពណ៌នាថាមានសភាពផុយស្រួយបើទោះបីជាមានបទជបាញ់ក៏ដោយការពីខែធ្នូដែលបានបញ្ចប់ការប្រយុទ្ធគ្នាក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងត្រួតពិនិត្យផែនការសន្តិភាពនៅតំបន់កាសាប៉ុន្តែលោកត្រាំបានបញ្ជាក់ថាស្ថាប័ននេះអាចនឹងទទួលបន្ទុកតួនាទីឲ្យកាន់តែទូលំទូលាយជាងនេះចំណែកភាគីថៃឯណោះវិញបានអះអាងថាខ្លួនរសារវត្តមានកងទ័ពជាផ្នែកនៃវិធានការកាត់បន្ថយភាពតានតឹងនិងបានបដិសេធចំពោះការចោទប្រកាន់ថាបានរំលោភការកាន់កាប់ទឹកដីនេះគឺជាអ្វីដែលថៃបានបដិសេធពិតជាខូចមែនចោលហើយថាមិនមែនចោលទៀតហេថៃលួចដីគេប្រាសាទគេដល់ពេលគេចោទប្រកាន់អត់ទទួលយកនេះគឺជាចរិតស៊ីនហើយម្សិលមិញលោកសៀសាភូងកេតកែវរដ្ឋមន្ត្រីការបរទេសរបស់ថៃក៏បង្ហាញការព្រួយបារម្ភចំពោះការទូតកម្ពុជារបស់យើងផងដែរអញ្ចឹងទេប្រិយមិត្តសង្ឃឹមទាំងអស់គ្នាជឿជាក់ទៅលើការដឹកនាំរបស់កម្ពុជាណាយើងប្រើអាវុធ soft power អាវុធការទូតមិនអាចប្រយុទ្ធតតាំងជាមួយថៃបានទេអញ្ចឹងទេជួយម្នាក់បន្តិចមកខមមិនថា Thailand invaded Cambodia Thailand break the ceasefire អញ្ចឹងទៅក្រសួងការបរទេសថៃមិនទាន់បានឆ្លើយតបភ្លាមចំពោះសំណួរជុំវិញការលើកឡើងរបស់លោកហ៊ុនម៉ាណែតនៅឡើយនោះទេនេះគឺជាអ្វីសារព័ត៌មាន Reuters គេបញ្ជាក់បន្ថែមថាលោកសៀសាភូងកេតកែវពាក់វ៉ែនតាញឹមនឹងអត់ទាន់បកស្រាយចំពោះការលើកឡើងរបស់មេដឹកនាំកម្ពុជាថាថៃឈ្លានពានចូលកាន់កាប់ដីខ្មែរនៅតំបន់ព្រំដែនចូលជ្រៅទៅណាប្រិមិត្តចឹងទេកំពុងតែសិក្សាឲ្យបានល្អន់ផ្នែកការទូតនឹងហើយលោកសៀសាឆ្លើយមិនរួចបើវាប្លន់ដីខ្មែរលួចកាន់កាប់តំបន់នានាមែននឹងដល់ពេលអញ្ចឹងអត់ដឹងថាត្រូវឆ្លើយថាម៉េចមិនអញ្ចឹងការអធិប្បាយរបស់មេដឹកនាំកម្ពុជា
ជុំវិញចំនួនព្រំដែនបានបង្ហាញឃើញពីហានិភ័យនៃចំនួនដែលអាចកើតឡើងជាថ្មីបើទោះបីជាលោកត្រាំបន្តលើកកម្ពស់ភាពជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពយ៉ាងណាក៏ដោយការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាង1ទសវត្សរ៍ដែលបានផ្ទុះឡើងក្នុងខែកក្កដាបានធ្វើឲ្យមនុស្សរាប់សែននាក់ផ្លាស់ទីលំនៅនិងរំខានទៅដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រវែង817គីឡូម៉ែត្រកិច្ចព្រមព្រៀងសន្តិភាពខែតុលាដែលបានចុះហត្ថលេខាជាមួយលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមបានដួលរលំក្នុងរយៈពេលប្រមាណសប្តាហ៍មុនពេលបទចុះបាយថ្មីត្រូវបានឈានដល់នាថ្ងៃទី27ធ្នូមានន័យថាម៉េច$26ដែលមានដូណាល់ត្រាំមកចុះហត្ថលេខាសេញេដឹងឮជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នឹងគឺមិនត្រូវបានគោរពពីភាគីថៃនោះទេថៃយកលេស1 2 3 4 5វាយកម្ពុជាក្តាំងលើកទី2យកប្រាសាទបាតាក្របីប្រាសាទខ្នាប្រាសាទណាណៃទៀតប្រិមិត្តជួយជំរាបប្រាប់ផងចឹងទេកិច្ចព្រមព្រៀងបទចុះបាញ់នេះមានប្រមាណ2ដងហើយ$26និង27ខែធ្នូលោកហ៊ុនម៉ាណែតបានប្រាប់រយទ័រថាយើងនៅតែមានកងកម្លាំងថៃកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជាលើផ្នែកជាច្រើននេះគឺលើសពីការទាមទារខ្សែព្រំដែនឯកតោភាគីរបស់ថៃទៅទៀតមានន័យថាអ្វីដែលថៃទាមទារចង់បានទៅតាមឯកតោភាគីនឹងវាលើសពីអានឹងទៅទៀតណាប្រិមិត្តបាទចូលជ្រៅរេបឡាលួសដាក់ទូកុងតឺន័រចូលទឹកដីកម្ពុជាអញ្ចឹងទេនេះគឺជាអ្វីដែលលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃចង់បានបែបឯកតោភាគីទៅទៀតអាផែនទី1លើ50,000បាទលោកបានបន្តទៀតថាទាហានថៃបានដាក់ទូកុងតឺន័រដឹកជញ្ជូននិងរបងលួសបន្លាននៅក្នុងតំបន់ដែលថៃធ្លាប់បានទទួលស្គាល់ជាទឹកដីកម្ពុជាជាយូរមកហើយដែលជាហេតុធ្វើឲ្យអ្នកស្រុកមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងលំនៅឋានបានវិញលោកបានសង្កត់ធ្ងន់ថានេះមិនមែនជាការចាប់ប្រកាន់ដោយគ្មានមូលដ្ឋាននោះទេប៉ុន្តែវាជាការលើកឡើងពីការពិតនៅលើដីជាក់ស្ដែងលោកបានបន្ថែមថាកម្ពុជាមិនអាចទទួលយកបានឡើយនៅអ្វីដែលលោកហៅថាជាការរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីលោកហ៊ុនម៉ាណែតបានលើកឡើងថាមធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមានដោយផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងអស់ដូចនេះយើងសង្ឃឹមថាប្រទេសថៃនឹងយល់ព្រមអនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួមយើងហៅថា JBC ចាប់ផ្ដើមការងារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទគេថាបោះបង្គោលព្រំដែនខណ្ឌសីមាណាក៏ប៉ុន្តែថៃអត់តាន់ផងចេះតែលេះបាទផ្ទុះមានថ្ងៃមុននឹងលោកបានបន្ថែមថាកន្លងមកភាគីថៃបានយកលេសនៃការបោះឆ្នោតថ្ងៃទី8កុម្ភៈដើម្បីពន្យាពេលការបោះបង្គោលព្រំដែននាយករដ្ឋមន្ត្រីថៃលោកអាណូទីនឆានវ៉ាកុលបានទាញយកប្រយោជន៍ពីចរន្តជាតិនិយមក្នុងអំឡុងពេលបោះឆ្នោតបន្ទាប់ពីមានចំនួនព្រំដែនកើតឡើងលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាឥឡូវនេះការបោះឆ្នោតបានបញ្ចប់ហើយយើងសង្ឃឹមថាថៃអាចនឹងចាប់ផ្ដើមការងារយ៉ាងហោចណាស់ក្នុងកម្រិតបច្ចេកទេសដើម្បីវាស់វែងនិងបោះបង្គោលនៅតំបន់ដែលមានភាពតានតឹងដើម្បីឲ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវភាពធម្មតាវិញបាទកាលពីកន្លងទៅប្រិមិត្តជាទីមេត្រីថៃយកលេសពាក់ព័ន្ធទៅនឹងបាទអត់ទាន់បោះឆ្នោតទេត្រូវតែរើសរដ្ឋាភិបាលគណៈរដ្ឋមន្ត្រីសិនចាំទៅបោះបង្គោលព្រំដែនសិក្សាអំពីខណ្ឌសីមាតំបន់ណាទៅតាម JBC ណាក៏ប៉ុន្តែឥឡូវបោះឆ្នោតចប់សពគ្រប់ហើយអនុទីនឈ្នះភ្លុកទឹកភ្លុកដីអញ្ចឹងទេមកបាទបោះបង្គោលព្រំដែនឲ្យចប់សពគ្រប់ទៅអាខ្ទីនប្រិមិត្តហើយអាខ្ទីនម្នាក់ម៉ាត់នៅក្នុងនោះកាសែតយ៉ារ៉ុយទ័រមួយនេះក៏បានសរសេរពីប្រវត្តិរូបរបស់នាយករដ្ឋមន្ត្រីកម្ពុជារបស់យើងផងដែរនិស្សិតបញ្ចប់ការសិក្សាពីសាលា West Point លោកហ៊ុនសែនមានដឹកនាំដែលកាន់អំណាចជាច្រើនទសវត្សរ៍របស់កម្ពុជាបានប្រកាសផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណែតបន្ទាប់ពីការបោះឆ្នោតឆ្នាំ2023ដែលក្នុងនោះគណៈបកប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងលើសលប់បាទលោកហ៊ុនម៉ាណែតក្នុងវ័យ48ឆ្នាំគឺជានិស្សិតបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ប្រិមិត្តនេះចាំប្រយ័ត្នអត់ដឹងថានាយករដ្ឋមន្ត្រីកម្ពុជារបស់យើងមានបច្ចុប្បន្នប្រមាណអាយុប្រមាណណា48ឆ្នាំក្បែរហើយការឡើងកាន់តំណែងរបស់លោកអមដោយការជ្រោមជ្រែងរបស់លោកត្រាំក្នុងចំនួនព្រំដែនបាននាំឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងភ្នំពេញមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីបានរក្សាភាពស្និទ្ធស្នាលជាមួយប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាទំនាក់ទំនងជាមួយចិននិងសហរដ្ឋអាមេរិកមិនមែនជាជម្រើសដែលត្រូវលះបង់មកខាងយកមកខាងនោះទេហើយលោកបានបន្ថែមថាកម្ពុជាគ្មានអ្វីត្រូវលាក់បាំងចំពោះមូលដ្ឋានទ័ពជើងទឹករៀមដែលត្រូវបានធ្វើឲ្យប្រសើរឡើងក្រោមជំនួយពីចិននោះឡើយលោកបានមានប្រសាសន៍ថាសម្រាប់កម្ពុជាការជ្រើសរើសរវាងចិន
ឬសហរដ្ឋអាមេរិកមិនមែនជាជំរើសរបស់យើងទេយើងជាប្រទេសមានអធិបតេយ្យភាពនិងអនុវត្តគោលនយោបាយចងមិត្តជាមួយគ្រប់ប្រទេសទោះបីជារដ្ឋបាលសហរដ្ឋអាមេរិកកន្លងមកបានជំរុញឲ្យកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមុនក៏ដោយក៏លោកហ៊ុនម៉ាណែតបានកត់សម្គាល់ថាបើទោះបីជាបញ្ហាសិទ្ធិមនុស្សទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុន្តែកម្ពុជានៅតែរក្សាទំនាក់ទំនងរឹងមាំក្នុងវិស័យផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយវ៉ាស៊ីនតោនជាដើមលោកម៉ាណែតបានបន្ថែមថាលទ្ធិប្រជាធិបតេយ្យមិនមែនកំណត់ត្រឹមតែការបញ្ចេញមតិរបស់គណៈបកនយោបាយប៉ុណ្ណោះនោះទេប៉ុន្តែវារួមបញ្ចូលទាំងវិស័យសុខាភិបាលអប់រំសេរីភាពសារព័ត៌មាននិងទស្សនវិជ្ជាដទៃផ្សេងទៀតផងដែរគូរំលឹកផងថាអង្គការអ្នកកាសែតគ្មានព្រំដែនកាលពីឆ្នាំមុនបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខ161ក្នុងចំណោម180ប្រទេសក្នុងសន្ទុះសេរីភាពសារព័ត៌មានពិភពលោកដោយលើកឡើងពីការឃុំខ្លួនអ្នកកាសែតកាលពីឆ្នាំមុនក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះបានដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកក្នុងប្រទេសកម្ពុជាដែលបានប្រព្រឹត្តបទល្មើសក្លែងបន្លំតាមអ៊ីនធឺណិតនិងការបោកប្រាស់ស្នេហាលើជនរងគ្រោះជុំវិញពិភពលោកជុំវិញបញ្ហានេះលោកហ៊ុនម៉ាណែតបានអះអាងថារដ្ឋាភិបាលកំពុងបង្ក្រាបបទល្មើសទាំងនេះយ៉ាងសកម្មនិងកំពុងរៀបចំច្បាប់ដើម្បីដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាពដោយលោកបញ្ជាក់ថាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតមិនមែនជាបញ្ហាដែលកើតចេញពីកម្ពុជាតែមួយនោះទេបាទប៉ារ៉ាក្រាបចុងក្រោយគេទៅសេថាម៉េចទៀតនេះលោកបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការនិរទេសជនបរទេសដែលធ្វើការក្នុងមជ្ឈមណ្ឌលឆបោកនិងការបិទទីតាំងមិនស្របច្បាប់ទាំងនោះដោយមានប្រសាសន៍ថាបាទពួកវាពិតជាមានមែនហើយយើងកំពុងចាត់វិធានការអញ្ចឹងទេយើង accept ទទួលស្គាល់ថាពិតជាមាន scammer នៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែកម្ពុជានេះខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីកម្ចាត់ scammer online ឲ្យតិចពីកម្ពុជាតែម្ដងមិនមែនជាទីតាំងរបស់ scam online មកធ្វើអីតែផ្ដេសផ្ដាស់បាននោះទេនេះគឺជាដំណឹងដកស្រង់ពីកាសែតយៈ Reuters បាទខ្ញុំបកប្រែទៅតាមអ្វីដែលគេទៅសេណាប្រិយមិត្តពាក់ព័ន្ធទៅនឹងបាទផ្អើលពិភពលោកនាយករដ្ឋមន្ត្រីកម្ពុជាបកអាក្រាតទង្វើកងទ័ពថៃលើទឹកដីខ្មែរចំពេលជួបជាមួយលោកដូណាល់ត្រាំតើយើងប្រាប់ត្រាំប្រាប់សហរដ្ឋអាមេរិកក៏ប៉ុន្តែបាញ់ប្រាប់ក៏គេដឹងដែរដោយសារតែកាសែតយៈដល់ល្បីល្បាញ Reuters ប៉ុណ្ណឹងហើយគេមិនដឹងមិនបាទអញ្ចឹងទេវាជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជាផងដែរបាទយើងប្រកួតតតាំងវាយជាមួយយោធាថៃអត់ឈ្នះមានតែប្រើវិធីនឹងបាទប្រឹងទៅគ្រប់ផ្នែកទាំងអស់មន្ត្រីរាជការខ្មែរទាំងតូចធំល្មមកម្ពុជាគឺប្រឹងប្រាប់តាក់ទងជាមួយបរទេសធ្វើម៉េចដើម្បីទាញក្បាលថៃកកថៃឲ្យមករកតុកចរចាបាទយន្តការទ្វេភាគីក៏ដោយឲ្យតែគោរពទៅតាមផ្លូវច្បាប់អន្តរជាតិណាប្រិយមិត្តនេះគឺជាដំណឹង